ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនិយាយអំពីការធ្វើ SSH ពី AWS ដែលប្រើ EC2 ឥឡូវនេះដើម្បីយើងអាចធ្វើ step នឹងបានដំបូងយើងទៅកាន់ search យើង y EC2 យើង click លើ EC2 បន្ទាប់មកយើងទៅកាន់ instance យើងចូលទៅកាន់ launch instance បន្ទាប់មកយើងអាចសេឈ្មោះយើងឲ្យឈ្មោះវាមួយទៅ web server របស់យើងឧទាហរណ៍ថាខ្ញុំដាក់ SU35 ឬក៏ demo 35ចេះទៅខ្ញុំ click យក Ubuntu បន្ទាប់មកគ្នាយើងAMI ហ្នឹងយើង click យក version native នឹងគេមករួចយើងទៅកាន់ create new key pair យើងឲ្យឈ្មោះ key pair មួយទៅគាត់ថា demo ប្រាំ key ចឹងទៅរួចយើង create key pair បន្ទាប់មកយើងគួរណាយក key ហ្នឹងទុកនៅក្នុង folder ណាមួយឥឡូវនេះខ្ញុំសុំ copy ដាក់ចូលទៅក្នុង folder របស់ខ្ញុំរួចបន្ទាប់ពី create រួចnetwork setting គឺយើងទុក default ដូចគ្នាបន្ទាប់មកយើង launch instance អូខេបន្ទាប់មកយើងចូលទៅកាន់ instance វិញរួចយើងចាំឲ្យវាមានភ្លើងបេតុងទាំងអស់អូខេយើងចាំវាមួយសន្ទុះសិនអូខេបន្ទាប់ពីcheck pass រួចភ្លើងបេតុងរួចយើង click ទៅកាន់ instant ID របស់វាបន្ទាប់មកយើងចូលទៅកាន់ connect យើងចូលទៅកាន់ SSH client បន្ទាប់មកយើង copy chmod ដើម្បីដូរsecurity របស់វាខ្ញុំសុំ clear មួយយើង pass enter បន្ទាប់មកយើង SSH ចូល enter អូខេបន្ទាប់ពីយើងចូលបានហើយខ្ញុំធ្វើការ clear មួយយើងអាច sudo apt update enter អូខេបន្ទាប់មកយើងអាច sudo apt upgrade មួយទៀត
ok បន្ទាប់ពីយើងបាន sudo upgrade រួចយើងអាចវាយ command who am I check មើលយើងជាណាគេ pwd គឺ print working directory របស់យើងហើយយើងអាច check hostname របស់យើងបានអូខេcommand បន្ទាប់នោះគឺយើងអាចប្រើ tree ប៉ុន្តែបើសិនជាយើងអត់មាន tree ទេយើងអាច sudo apt install tree អូខេអូខេបន្ទាប់ពីយើង list បានយើង create បានហើយយើងវាយ command tree គឺយើងអត់មាន directory ទេអញ្ចឹងយើងធ្វើការcreate nested folder មួយគឺ mkdir dash space អូខេរួចយើង enter បន្ទាប់ពី create ហើយយើងវាយ command 3ដើម្បី check មើល folder របស់យើងអូខេបន្ទាប់មកយើងអាចធ្វើការ clear បានយើង create file មួយដោយប្រើ nano text.txt អូខេយើងអាចវាយ institute.com okay su sample welcome and student studying okay language ចឹងទៅ for អូខេបន្ទាប់ពីយើងបានទៅសេទឹករួចរាល់យើងអាចធ្វើការ save បានដោយ control O យើង enter រួច control X អូខេបន្ទាប់មកយើងអាចធ្វើការ copy ទឹកនេះចូលទៅកាន់ folder ផ្សេងៗគឺ cp text.txt ទៅកាន់ folder នេះមួយឬក៏ចឹងយើង ls អូខេយើងមានតិចមួយរួចយើង copy ចូលទៅកាន់ folder ផ្សេងៗទៀតអូខេ02sorry copy 002ចេះមក003 004 005 enter យើង copy ចូលទៅកាន់006មួយទៀត enter យើង copy ចូលទៅកាន់007មួយទៀត enter copy ចូលទៅកាន់008មួយទៀត enter copy ចូលទៅកាន់009មួយទៀតរួចចុងក្រោយនោះគឺ00010 enter រួចយើងអាច tree មួយអូខេគឺ file របស់យើងបានចូលទៅកាន់ folder មួយបានជោគជ័យអូខេយើងធ្វើការ clear មួយយើង create tl file ថា file ដោយវាយ command tl -cvs u 35 dot ថាចូលទៅកាន់ folder 01បាទអូខេរួចយើង extract tr file នឹងបានដោយវាយ command tr -xvs su 35.tr sorry ខ្ញុំឲ្យខុស
sorry ខ្ញុំទៅសេខុស sorry SU 35 អូខេបន្ទាប់ពី extract បានរួចយើងធ្វើការ clear មួយយើងធ្វើការ compress វាបានយើងអាច CD មួយបាន LS แล้วก็ CD អូខេដូចជាអត់មានទេអូខេខ្ញុំអាចវាយ command មួយសារទៀត extract file ដោយវាយ command tr-hf svf u35.tar អូខេបន្ទាប់មកយើង clear មួយ control L យើង ls មើល su35.tar ព្រោះយើង compress វាទៅកាន់ tr.gz ដោយវាយ command tr-c-svf su35.tar.gz រួច su35.tar អូខេរួចរាល់យើង extract file tr.gz បានដោយវាយ command tr-xcvf su35.tar.gz enter អូខេរួចយើង create zip វាគឺ zip ខ្ញុំមើលសិនបើសិនជាខ្ញុំមានអត់បើសិនជាអត់មានទេយើងអាច install zip អូខេអូខេ control L ដើម្បី create zip file យើងអាចវាយ command zip -o ពី su35.zip ចូលកាន់ folder មួយនេះមកអូខេបន្ទាប់ពី add រួចយើងអាច extract zip នឹងបានដោយវាយ command ឥឡូវនេះយើង control L មួយយើង unzip ខ្ញុំ check មើលសិនខ្ញុំមានអត់អូខេមានអញ្ចឹង unzip su35.zip yes ចាំយើងយ៉ាទៅយ៉ាមួយទៀតយើងយ៉ាមួយទៀតទៅ